នេះគឺជាសកម្មភាពប៉ុណ្ណឹងថ្ងៃទី3រត់ផ្លូវ S9 S10 នៅទីក្រុងកំពង់សោមគ្រប់ជំរាបសួរក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទទៀតហើយថ្ងៃនេះខ្ញុំបាទសំណុំអារម្មណ៍ពុកម៉ែបងប្អូនរីករាយមកទស្សនាសកម្មភាពប៉ុណ្ណឹងថ្ងៃទី3នៅទីក្រុងកំពង់សោមហើយក៏ជាថ្ងៃបញ្ចប់ដែរបាទហើយក៏ឃើញថាក្នុងថ្ងៃទី3នេះគឺឧបសគ្គក៏មិនមែនធម្មតាដែរខ្លាំងមែនតើបាទឡានខ្លះក៏រុញឡានខ្លះក៏ផ្ងាបាទហើយឥឡូវកុំឲ្យខាត់ពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនរីករាយទៅទស្សនាវីដេអូពេញទាំងអស់គ្នាបាទហើយលើខាងខ្ញុំនិងអ្នកទាំងអស់គ្នាក៏រៀបចំចេញទៅទីលានហើយបាទហើយឥឡូវចាប់ផ្ដើមចូលការប៉ុណ្ណឹងហើយពុកម៉ែបងប្អូនបាទទស្សនាទាំងអស់គ្នាđâyបាទហើយបន្ទាប់ពីមានច្រើនសកម្មភាពប៉ុណ្ណឹងនៅផ្លូវ S9 មិញឥឡូវក៏ឈានមកប៉ុណ្ណឹងខាងផ្លូវ S10 វិញម្ដងពុកម៉ែបងប្អូនបាទហើយផ្លូវនេះក៏ជាផ្លូវចុងក្រោយហើយបាទចាំទស្សនាបន្តទាំងអស់គ្នាui
bài lên nhanh rồi ó con bài trong vinh là ô làm trong vinh đó ôi chăm cho cái bài không một nó mơ lên vậy cô lên sao Văn quên một con nhẹ quay rồi đây còn nhẹ quay rồi mà mau mong đây rồi vô lòng con một tí mau rồi mau ra nào đây bây giờ bạn phía đây thì có bạn chỗ của bạn lược lăng rồi bạn môi đuôi của con mồi
បាទហើយឥឡូវមកដល់ចំណុចនេះក៏ដូចជាពុកម៉ែបងប្អូនបានឃើញហើយបាទឡានបងកីឡាករមានលេខ168បាទគឺត្រូវអូសត្រើយរហូតបាទឡានគាត់ត្រូវដេអត់ឆេះលត់ដល់អញ្ចឹងទៅសើបងខាងខូមែនតើបាទគាត់ព្យាយាមប្រឹងប្រែងតស៊ូមែនតើបាទអូសម្ដងហើយម្ដងទៀតអូសបន្តរហូតតែនៅតែអត់ទាន់ម៉ោងគាត់ត្រូវជាប់ DNS បាទហើយព្រោះអីអត់អាចទាន់ម៉ោងយើងបានតែ10នាទីដល់អញ្ចឹងអូសត្រើយហើយបើថាអូសបានដល់មុខក៏មិនអាចទៅបានដែរដល់អាកលុកមួយនៅគៀកនឹងដល់កន្លែងជិតនាទីកន្លែងនោះក៏អត់មានអីតាក់ត្រើយបានទេបាទហើយស្ដាយមែនតើពុកម៉ែបងប្អូនតែនៅតែសរសើរគាត់នៅការប្រឹងប្រែងតស៊ូបាទអូយលោកអើយនេះការតស៊ូបាទតាមថាគេឲ្យយើងចូលនេះភើងពងចឹងកំប៉ះដាច់ខាតទៅប៉ះវីវបងមេតាកំប៉ះឡានគេប្រយ័ត្នគេជាប់ DNS កំប៉ះអូអត់ទេទៅឡានខ្លាំងណាស់បើគុំតែគាត់មកở đây còn được không hào quang màu rong không đây thì đánh bục sang sập một đợt lại ở đây để cho mưa con đúng màu lo hai viên clau mùi hai chân viên clau mùi viên clau mùi mày thằng này có đây có đâyបាទហើយលើកឡើងមកចំណុចខាងលើបាទឃើញថាឡានបងត្រូវផ្ងាបាទហើយបាទមានពនាមឈ្មោះថាអាក្តាមបាទហើយធ្វើផ្ងាជើងស្ដាយមែនតើពុកម៉ែបងប្អូនតែអត់អីទេមនុស្សអត់មានគ្រោះថ្នាក់ទេបាទទៀមឈរវិញបានគាត់ណាមួយនេះចាំពីក្រោយមួយគាត់នេះដល់នេះបាទទៀងបាន
បាទហើយឥឡូវខាងសកម្មភាពប៉ុណ្ណឹងក៏បានបញ្ចប់ហើយឥឡូវក៏ចាប់ផ្ដើមមកទទួលយកមេដាយកិត្តិយសបាទជុំគ្នាមកឲ្យបងគាត់ដឹងអីទេអង្គុយមើលទៅកំសត់ដល់ហើយបាទហើយនេះផ្លូវនេះគឺអាផ្លូវថ្ងៃមុនដែលយើងឃើញហោះខ្ពស់ពុកម៉ែបងប្អូនបាទមើលខ្ពស់មែនតើបាទហើយឥឡូវក៏ចាប់ផ្ដើមឡើងឆាកទទួលយកមេដាយកិត្តិយសបាទហើយថ្ងៃនេះផងដែរខ្ញុំក៏ចង់និយាយពីអារម្មណ៍របស់ខ្ញុំបាទគឺសប្បាយចិត្តមែនតើពុកម៉ែបងប្អូនដែលបានមកចូលរួមការប្រណាំងនេះក៏ជាលើកដំបូងសម្រាប់ខ្ញុំហើយក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំទៀតបាទហើយក៏បានជួបជុំពុកម៉ែបងប្អូនជាច្រើនបាទទាំងអ្នកក្នុងប្រទេសនិងក្រៅប្រទេសបាទហើយឥឡូវរួចរាល់ហើយក៏ជុំគ្នាមកថតរូបទុកជាអនុស្សាវរីយ៍បាទមានទាំងបងកីឡាករខាងថៃហើយមានទាំងបងខាងបរទេសគាត់មកថតរូបជាមួយបាទហើយឥឡូវក៏រៀបចំបាទចេញទៅបាទហើយឥឡូវក៏មកដល់កន្លែងសម្រាប់ឲ្យបងគាត់ក៏មានកំងបាទខាងគ្រឿងសមុទ្រមកជុំគ្នាហូបបាទហើយការប្រណាំងទោះឈ្នះឬចាញ់អត់បញ្ហាសំខាន់បងប្អូនបាទនៅតែជុំគ្នាសប្បាយរីករាយឆ្ងាញ់ទាំងអស់គ្នាបាទហើយមិនងាយមានឱកាសចេះតែពុកម៉ែបងប្អូនបាទងាយបានមកជុំគ្នារហូតទេយូរបានជុំគ្នាម្ដងបាទហើយឥឡូវព្រឹកឡើងក៏ដើរទៅឆ្នេរសមុទ្រស្រូបខ្យល់អាកាសបន្តិចបាទហើយថ្ងៃនេះរៀងលាន់សលេងកែបយំទៀតហើយពុកម៉ែបងប្អូនបាទមកបញ្ចូលសលេងនៅស្រែបាទហើយវីដេអូក៏ចប់ត្រឹមនេះអរគុណពុកម៉ែបងប្អូនដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អទាំងអស់គ្នាបាទបាយបាយពុកម៉ែបងប្អូន